learn ប្រែថារៀនដល់ពេលគេថា learner ប្រែថាអ្នករៀនបាទអញ្ចឹងក្នុង slide នេះបងប្អូនបានឃើញច្បាស់បន្ថែមខាងចុងហ្នឹងគឺអញ្ចឹងជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាមេរៀនយើងបន្តទៀតដូច្នេះបងប្អូនកលេចមើលមកចំណងជើងមេរៀនរបស់យើងណាអញ្ចឹងទីនេះយើងអានថា suffixes ប្រែថាបន្ថែមខាងចុងណាខ្មែរយើងថាបន្ថែមខាងចុងអញ្ចឹងបន្ថែមខាងចុងដូចមិនដេចចូលតែសិក្សាទាំងអស់គ្នាបងប្អូនកលេចមើលមកឃើញពាក្យថា teach អញ្ចឹងណា teach បាទ teach ខ្មែរយើងថាបង្រៀនបាទណា teach ប្រែថាបង្រៀនអញ្ចឹងបងប្អូនកលេចមើលមកកន្លែងនេះអានថា teacher បាទអញ្ចឹងបន្ថែមខាងចុងហ្នឹងគឺសំដៅដល់ er នេះហ្នឹងហើយគេបន្ថែមអញ្ចឹងណាអញ្ចឹង teacher ទៅជាប្រែថាគ្រូបង្រៀនបានតែសំដៅដល់អ្នកធ្វើរឿងហ្នឹងវិញបងប្អូនសង្កត់អញ្ចឹងអញ្ចឹងបន្ថែមខាងចុងហ្នឹងអញ្ចឹងណាបងប្អូនណា teacher ប្រែថាគ្រូបង្រៀនតោះបន្តមកទៀតយើងអានថា read ប្រែថាអានបាទដូចអានសៀវភៅអានអីហ្នឹងបងប្អូនមើលមកពាក្យនេះយើងអានថា reader read ហើយ der ណា reader ប្រែថាអ្នកអានខាងចុងចឹងសំដៅដល់អ្នកអាន you are a reader អ្នកគឺជាអ្នកអានអញ្ចឹងបងប្អូនអាចប្រើក្នុងប្រយោគខ្លីៗអញ្ចឹងបន្តទៀតគឺ speak បាទ speak ហ្នឹងប្រែថានិយាយដល់ពេលគេថែមខាងចុងនេះគេថែម er នេះយើងអានថា speaker បាទ speaker ប្រែថាអ្នកនិយាយណាបាទដោយខ្ញុំកំពុងនិយាយអញ្ចឹងខ្ញុំអាចនិយាយថា I am a speaker អញ្ចឹងណាខ្ញុំជាអ្នកនិយាយអញ្ចឹងមួយទៀតគឺ learn ប្រែថារៀនដល់ពេលគេថា learner ប្រែថាអ្នករៀនបាទអញ្ចឹងក្នុង slide នេះបងប្អូនបានឃើញច្បាស់បន្ថែមខាងចុងហ្នឹងគឺអញ្ចឹងពាក្យ teach ដល់ពេលគេដាក់ teacher ថែម er ទៅជា teacher ហ្នឹងសំដៅដល់អ្នកធ្វើរឿងហ្នឹងណាហ្នឹងហើយតោះទៅមួយទៀតគឺមកដល់ walk ចឹងអានេះ walk ប្រែថាដើរដល់ពេលគេដាក់ថា walker ថែម er ដែរថែមខាងចុងហ្នឹងប្រែថាអ្នកដើរណាបាទមក sing ប្រែថាច្រៀងហ្នឹងហើយជាកិរិយាសព្ទណាដល់ពេលគេដាក់ singer ប្រែថាអ្នកចម្រៀងបាទឧទាហរណ៍បងប្អូននិយាយថា I am a singer ខ្ញុំជាអ្នកចម្រៀងបាទអញ្ចឹងពាក្យនេះយើងអានថា singer ទេណាបងប្អូនអានថា singer ណាហ្នឹងហើយតោះបន្តទៀត drive ប្រែថាបើកបរពាក្យនេះមួយទៀតគេថា driver ប្រែថាអ្នកបើកបរណានឹងបងប្អូនយល់ហើយអញ្ចឹង farm ប្រែថាចម្ការដល់ពេលគេដាក់ថា farmer បាទ farmer ប្រែថាកសិករបាទអញ្ចឹងទីនេះចំណុចដែលយើងផ្ដោតនោះគឺ suffixes បានន័យថាបន្ថែមខាងចុងអញ្ចឹងបន្ថែមខាងចុងបងប្អូនអាចមើលឃើញច្បាស់ហើយថាឋានទៅ er នៅខាងចុងអញ្ចឹងទៅជាម្នាក់ហ្នឹងអ្នកធ្វើសកម្មភាពចំពោះរឿងហ្នឹងណាហ្នឹងហើយអញ្ចឹងបងប្អូនសង្កល់តាមហ្នឹងណាដូច្នេះថ្ងៃនេះយើងសិក្សាអំពី suffixes ដែលជាភាសាខ្មែរយើងមានន័យថាបន្ថែមខាងចុងហើយបើសិនជាបងប្អូនចាប់អារម្មណ៍ថ្នាក់មូលដ្ឋានគ្រឹះបងប្អូនអាច comment ពាក្យថា OK នៅខាងក្រោមវីដេអូបន្តមកទៀតនឹងទទួលបានព័ត៌មានសិក្សាជួបគ្នាវីដេអូក្រោយបើសិនជាបងប្អូនចង់ចេះស្រៈព្យញ្ជនៈនិងអានពាក្យឲ្យបានត្រឹមត្រូវតោះរៀនភាសាអង់គ្លេស